សួស្តីបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំបាទពូរីសេតថ្ងៃនេះខ្ញុំមកនិយាយអំពីក្មេងប្រុសដែលគាត់ចងចាំនៅរឿងអតីតជាតិតើការវិជាតិមនុស្សគាត់គឺជានរណាមូលហេតុអ្វីបានជាគាត់យល់ដឹងយ៉ាងច្បាស់អំពីកប៉ាល់ទីតានិកនៅពេលដែលគាត់គូររូបភាពនៃកប៉ាល់ទីតានិកគឺគាត់គូរបានយ៉ាងល្អរូបភាពខ្វាយដៃរបស់គាត់សុទ្ធតែមានកម្រិតនៃកប៉ាល់មើលតែគាត់ដូចជាយល់ដឹងយ៉ាងច្បាស់អំពីកប៉ាល់ទីតានិកតើការវិជាតិមនុស្សគាត់គឺជានរណាតោះអ្នកនរគ្នាបើចង់ដឹងចូលតាមដានទាំងអស់គ្នាក្មេងប្រុសម្នាក់នេះគាត់មានឈ្មោះថាជីមីគាត់គឺជាក្មេងដែលគេចាប់ទុកគាត់ហ្នឹងគឺជាក្មេងដែលអស្ចារ្យបំផុតដែលមិនធ្លាប់មានលោកចនដែលជាប៉ារបស់ជីមីគាត់បាននិយាយថាគាត់មិនអាចនិយាយអស់ទេនៃរឿងរ៉ាវល្អៗរបស់កូនគាត់ជីមីគាត់តែងតែរីករាយគាត់រីករាយយ៉ាងខ្លាំងគាត់រីករាយនឹងអ្វីដែលគាត់បានធ្វើគាត់ផ្ដោតខ្ពស់ក្នុងការរៀនអ្វីមួយជីមីគឺជាក្មេងដែលឆ្លាតក្រុមគ្រួសាររបស់គាត់គឺស្រឡាញ់ចូលចិត្តគាត់គ្រប់គ្នាគ្រួសាររបស់ជីមីពួកគាត់ចូលចិត្តទឹកដូច្នេះផ្ទះរបស់គាត់មានអាងហែលទឹកនៅពេលដែលជីមីទៅងូតទឹកនៅអាងហែលទឹកគឺគាត់មិនហ៊ានចុះពីកម្មចដើនៃអាងហែលទឹកទេគឺគាត់ខ្លាចបើទោះបីជាម៉ាក់របស់គាត់នឹងបីគាត់ចូលទៅក្នុងទឹកក៏ដោយក៏គាត់អង្រួនយំអង្វរម៉ាក់របស់គាត់នឹងឲ្យយកគាត់ទៅថ្ងៃនៃទឹករយៈវិញម៉ាក់របស់គាត់បានប្រាប់ថាថ្ងៃនោះជីមីដូចជាភ័យសន្ស្លោខ្លាំងណាស់នៅពេលដែលជីមីមានអាយុ3ទៅ4ឆ្នាំជីមីគាត់ក៏ចាប់ដើមរៀនជិះកង់តូចបងស្រីរបស់ជីមីក៏នៅខាងក្រៅជាមួយនឹងជីមីចាំលើកទឹកចិត្តជីមីពេលនោះជីមីចាប់ដើមនិយាយប្រាប់ថាគេនឹងបានឃើញម៉ាក់របស់គេនឹងជិះកង់តូចពណ៌ខៀវរបស់គាត់បងស្រីរបស់ជីមីឆ្ងល់ក៏សួរទៅកាន់ជីមីថាឃើញដូចក្នុងរូបថតនៅផ្ទះមែនជីមីថាអត់ទេម៉ាក់របស់ជីមីបានប្រាប់ថានៅផ្ទះរបស់គាត់នឹងមានកង់3កង់តូចពណ៌ខៀវគឺសម្រាប់គាត់កាលពីគាត់នៅអាយុ5ឆ្នាំរឿងហ្នឹងក៏មិនដែលប្រាប់ទៅកាន់ជីមីទេប៉ុន្តែជីមីអាចដឹងអំពីរឿងហ្នឹងនៅថ្ងៃមួយគ្រួសាររបស់ជីមីបានចេញទៅក្រៅមួយយប់នៅពេលដែលគាត់ត្រឡប់មកដល់ផ្ទះវិញពួកគាត់ក៏ឃើញជីមីកំពុងតែអង្គុយមើលខ្សែភាពយន្តនៃរឿងកប៉ាល់ធីតានិកហើយមើលនៃពាក្យកណ្ដាលសាច់រឿងនៃក្បាលរៀបនឹងលិចហើយកន្លែងនេះគឺជាកន្លែងដែលសោកសៅបំផុតនៅថ្ងៃបន្ទាប់ជីមីគាត់ក៏ចាប់ដើមគូររូបភាពហើយគាត់គូររូបភាពនៃកប៉ាល់ធីតានិកពីសប្តាហ៍ចុងក្រោយគឺជីមីគាត់គូរបានចំនួន50រូបភាពខ្មៅដៃរបស់គាត់សុទ្ធតែមានកម្រិតនៃកប៉ាល់ឧទាហរណ៍ថាអ្នកទាំងអស់គ្នាបំបែកកប៉ាល់ទៅជា2អ្នកទាំងអស់គ្នានឹងអាចឃើញបន្ទប់ផ្សេងគ្នានិងអ្វីៗគ្រប់យ៉ាងពីមួយថ្ងៃទៅមួយថ្ងៃជីមីគាត់ក៏ចាប់ដើមនិយាយនៅឧបវហេតុដែលគាត់បានជួបនៅលើកប៉ាល់ទីតានិកខ្សែភាពយន្តនៃកប៉ាល់ទីតានិកហ្នឹងគឺគេនិយាយអំពីរឿងស្នេហាយ៉ាងពិតប្រាកដមែនប៉ុន្តែជីមីគាត់មានការសង្ហាចិត្តទាំងស្រុងនៅពេលដែលឮគេនិយាយថាបុរសនៅក្នុងបន្ទប់ boiler គឺបានជាប់គាំងនៅទីនោះboiler ប្រែជាភាសាខ្មែរបានន័យថាឡចំហាយបងប្អូនគឺជាកន្លែងដែលគេដំណើរការនៃម៉ាស៊ីនកប៉ាល់ម៉ាក់របស់ជីមីគាត់ឆ្ងល់ថាកូនរបស់គាត់ដូចជាមានវិញ្ញាណចូលខ្លួនរបស់គាត់បានជាគាត់ដឹងយ៉ាងច្រើនអំពីរឿងកប៉ាល់អញ្ចឹងហើយបងស្រីរបស់ជីមីក៏គាត់គិតចឹងដែរគាត់ថាថ្ងៃនោះគាត់បានឃើញជីមីនឹងអង្គុយមើលរឿងខ្សែភាពយន្តនៃកប៉ាល់ទីតានិកហើយគាត់គិតថាកន្លែងនោះហើយគឺជាកន្លែងដែលជីមីគាត់ត្រូវវិញ្ញាណចូលហើយគាត់បាននិយាយថានៅជំនាន់នោះខ្សែភាពយន្តនៃកប៉ាល់ទីតានិកហ្នឹងគឺគេពេញនិយមខ្លាំងណាស់ពេញនិយមដែរសូម្បីតែខ្ញុំនៅពីក្មេងខ្ញុំអាសាមើលដែររឿងកប៉ាល់ទីតានិកហ្នឹងហើយកន្លែងដែលសេតបំផុតនោះគឺកន្លែងដែល Jackson ហ្នឹងគាត់លេចចូលទៅក្នុងទឹកធ្វើ Rose Scott Grind ក្រុមគ្រួសាររបស់ជីមីនៅពេលដែលឃើញជីមីគាត់មានការយល់ដឹងអំពីកប៉ាល់ទីតានិកអញ្ចឹងគាត់ក៏ចាប់ដើមសិក្សាអំពីកប៉ាល់ទីតានិកហើយនឹងប្រវត្តិរបស់វានៅពេលដែលក្រុមគ្រួសាររបស់ជីមីគាត់ចាប់ដើមសិក្សានៃកប៉ាល់ទីតានិកហើយនឹងប្រវត្តិរបស់វារួចរាល់គាត់ក៏អាចសន្និដ្ឋានបានថាជីមីនឹងដូចទៅជាអ្នករចនានៃកប៉ាល់ម្នាក់ឈ្មោះរបស់គាត់គឺ Thomas Andro តែជាអ្នករចនានៃកប៉ាល់ទីតានិកគ្រួសាររបស់ជីមីមើលទៅជីមីនឹងដូចជាមានទំនាក់ទំនងជាមួយនឹងស្ថាបត្យករនៃអ្នកសាងសង់នៃកប៉ាល់គឺលោក Thomas Androចំណែកឯលោក Thomas Andro អំឡុងពេលនោះគាត់បានប្រយុទ្ធប្រឆាំងជាមួយនឹង JP Morgan ដែលជាអ្នកផ្ដល់ហេតុទានដល់កប៉ាល់ Titanic ហើយគាត់បានប្រយុទ្ធប្រឆាំងជាមួយនឹងគាត់ជំវិញរឿងដែលគេនិយាយថាពួកគាត់គ្មានទូកសង្គ្រោះគ្រប់គ្រាន់វាគឺជាការពិតពួកគេកំពុងតែសាងសង់កប៉ាល់ឲ្យរួចរាល់ក្នុងការបរិច្ឆេទប៉ះរាល់ណាមួយទេដូច្នេះពួកគេសាងសង់កប៉ាល់ Titanic ហ្នឹងដោយមិនប្រុងប្រយ័ត្នលោក Thomas Andro គាត់ចង់ប្រើដែកហើយដែកតែខ្លាំងនៅពេលដែលចូលទៅក្នុងសីតុណ្ហភាពដកសូន្យនៃទឹកគឺវាទៅជាផុយមូលហេតុនេះហើយបានធ្វើឲ្យកប៉ាល់ទីតានិកដាច់ដោយឡែកពីគ្នា
នៅយុគដែលកប៉ាល់ធីតានិករៀបនឹងលិចហ្នឹងគឺលោក Thomas Sandro គាត់មិនបានឡើងទៅលើទូកសង្គ្រោះទេគឺគាត់បានលិចទៅតាមនៃកប៉ាល់ធីតានិកលោក Thomas Sandro ក៏បានរចនានៃកប៉ាល់ដូចជាកប៉ាល់ Titanic ហើយនិង Starlight បច្ចុប្បន្ននេះ Jimmy គាត់មានអាយុ21ឆ្នាំ Jimmy គាត់បាននិយាយថាគាត់មានការចងចាំនៅរឿងកប៉ាល់ Titanic ហើយគាត់ដឹងថាគាត់នឹងគឺជាលោក Thomas Sandro ដោយសារតែបុគ្គលិកលក្ខណៈ Jimmy គាត់បានចូលរៀននៅមហាវិទ្យាល័យ Wisconsin Jimmy គាត់ឆ្លាញ់ចូលចិត្តនៅផ្នែករចនាជាចុងក្រោយ Jimmy បាននិយាយប្រាប់ថាគាត់ដឹងខ្លួនគាត់យ៉ាងច្បាស់ថាគាត់ស្លាប់នៅលើកប៉ាល់ Titanic